បងស្រីសួរខ្ញុំថាមូលហេតុអីអូនបានជាធ្វើឲ្យមាសមានការឡើងទៅលើនឹងឬក៏ឡើងទៅដល់តម្លៃ$10000នៅក្នុងមួយអង្គទីផ្សារអន្តរជាតិទី1ពាក់ព័ន្ធជាមួយនឹងពាក់ព័ន្ធជាមួយនឹងបំណុលពិភពលោកពាក់ព័ន្ធជាមួយជាភាសាគឺប្រទេសមហាអំណាចសហរដ្ឋអាមេរិកបានជាពាក់បានបំណុលរហូតដល់39 trillion ដុល្លារឯណោះហើយសូម្បីតែជប៉ុនក៏ជាពាក់បានបំណុលច្រើនដូចគ្នាហើយទី2ពាក់ព័ន្ធជាមួយនឹងធនាគារកណ្ដាលសហរដ្ឋអាមេរិកឬក៏ធនាគារកណ្ដាលធំនៅតាមបណ្ដាប្រទេសនីមួយនាំគ្នានាំទិញចូលជាមួយនឹងមាសមូលហេតុទី3គឺការបាត់បង់ទំនុកចិត្តទៅលើលុយដុល្លារបច្ចុប្បន្ននេះគឺជាមូលហេតុដែលខ្ញុំនិយាយច្រើនម្ដងមែនតើគឺជាមូលហេតុដែលធ្វើឲ្យតឡាហាំងជិះមានការកើនឡើងទៅវិញជាពិសេសគឺការកាត់អត្រាការប្រាក់តែម្ដងមូលហេតុទី4ពាក់ព័ន្ធជាមួយសង្គ្រាមមកស្ថិរពិភពលោកមកមើលអាចមើលឃើញបានថាបច្ចុប្បន្នគឺសង្គ្រាមកំពុងតែរញ៉េរញ៉ៃខ្លាំងមែនតើគឺថាគឺអាចឈានរហូតដល់សង្គ្រាមលោកទី3ទៅហើយគឺរញ៉េរញ៉ៃខ្លាំងដែលធ្វើឲ្យទីផ្សារហាក់មានការប្រែប្រួលមានសង្គ្រាមមាសហាក់ជាមានការធ្លាក់ចុះមកវិញដោយសារតែភួយបារម្ភខ្លាំងដោយសារតែត្រូវការលុយដើម្បីមកបំពេញក្រពះរបស់ខ្លួនឯងសិនទី5ពាក់ព័ន្ធជាមួយនឹង inflation មានការកើនឡើងខ្លាំងមែនទែនពាក់ព័ន្ធជាមួយថ្លៃប្រេងមកមើលឃើញជាក់ស្ដែងគឺប្រេងយើងមើលឃើញថាមានការកើនឡើងខ្លាំងសូម្បីតែសាំងហ្មងក៏មើលឃើញដែរថានៅយប់នេះក៏មានការកើនឡើងថែមទៀតដែរអាចដល់5500នៅក្នុង1លីត្រដូចគ្នា yes ទី6ទៅទៀតពាក់ព័ន្ធជាមួយនឹងអ្នកវិនិយោគគឺបដូរពាក់ព័ន្ធជាមួយនឹងការជួញដូរពីបោនទៅជា gold វិញអញ្ចឹងក៏ជាមូលហេតុដែលធ្វើតឡាងជ័យមានការកើនឡើងដែរសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ